នេះជាអ្វីយើងរស់នៅក្នុងសង្គមនៃច្បាប់ហើយអ្វីបានជាអ្នកប្លន់ខ្ញុំដោយកាំបិតហេតើអ្នកហ៊ានឈ្លានពានចូលទៅក្នុងព្រះបរមរាជវាំងហើយនៅតែឆ្លោះប្រកែកគ្នាដោយរបៀបណានិយាយការពិតតើមន្តអាគមនេះជាអ្វីខ្ញុំមើលមិនឃើញអ្វីទាំងអស់ចាំសិនតើអ្នកទាំងអស់គ្នាជាតារាសម្ដែងមែនទេតើអ្នកបានបង្វេងចូលទៅក្នុងជុតខុសមែនទេភ្លាមនោះមេឃក៏ងឹតតើនេះជាមន្តអាគមប្រភេទណាដោយគិតតែមួយថ្ងៃប្រែជាយប់ហើយយប់ប្រែជាថ្ងៃអ្នកពិតជាអាចគ្រប់គ្រងពន្លឺនិងភាពងឹតនៃថ្ងៃនិងយប់បានតើអ្នកអាចជាមនុស្សអមតៈបានទេអ្វីដែលអមតៈពួកគេគិតថាខ្ញុំជាអមតៈគ្រាន់តែបើកអំពូលភ្លើងកុំប្រាប់ខ្ញុំថាខ្ញុំពិតជាបានធ្វើដំណើរឆ្លងកាត់ពេលវេលាមែនតើខ្ញុំអាចសួរបានទេថាឆ្នាំណាតើចម្លើយនេះនៅឯណាលោកគ្រូនេះជាឆ្នាំទី33នៃប្រតិទិនរដូវក្តៅដ៏អស្ចារ្យនេះគឺជារាជធានីត្បូងពេជ្រនៃរដូវក្តៅដ៏អស្ចារ្យអ្នកនឹងមកជាមួយខ្ញុំទៅកាន់សម័យបុរាណដើម្បីដំណើរការផ្សារទំនើបជារៀងរាល់ខែអ្នកត្រូវតែរកមាសបាន10លានកាក់បើមិនដូច្នោះទេអ្នកមិនត្រឹមតែមិនអាចវិលត្រឡប់ទៅកាន់ពិភពសម័យទំនើបវិញប៉ុណ្ណោះទេប៉ុន្តែអ្នកក៏នឹងត្រូវស្នាក់នៅហើយលេងបៀជាមួយខ្ញុំដែរតូនដារបស់អ្នកវាចាណាស់បុព្វបុរសរបស់ខ្ញុំពិតជាបានបញ្ជូនខ្ញុំត្រឡប់ទៅសម័យបុរាណវិញគ្មានអ៊ីនធឺណិតនៅកន្លែងដ៏អាក្រក់នេះទេខ្ញុំមិនអាចរំកិលមើល TikTok បានទេខ្ញុំត្រូវប្រញាប់ឡើងហើយរកមាស10លានដុំរួចយកមកវិញខ្ញុំពិតជាមិនចង់ទៅលេងបៀជាមួយគាត់ទេត្រូវហើយខ្ញុំជាអមតៈអ្នកមានសំណាងណាស់ដែលបានជួបខ្ញុំដូច្នេះតើខ្ញុំអាចយកអ្វីសម្រាប់អ្នកបានលោកខ្ញុំមានគ្រប់យ៉ាងនៅទីនេះអាចសួរបានដូច្នេះតើអ្នកមានកំណប់ទ្រព្យដ៏អស្ចារ្យនិងកម្រអ្វីខ្លះនៅទីនេះគ្រឿងអេឡិចត្រូនិកលំដាប់ខ្ពស់ចាំបាច់ប្រចាំថ្ងៃអ្នកដាក់ឈ្មោះវាខ្ញុំមានវានេះជាអតិថិជនដំបូងរបស់ខ្ញុំនៅសម័យបុរាណខ្ញុំត្រូវតែអួតខ្លួនជាខ្លាំងដំបូងខ្ញុំត្រូវបង្កើតម៉ាកយីហោរបស់ខ្ញុំអ្វីក៏ដោយដែលអ្នកសុំអ្នកនឹងទទួលតើគាត់ពិតជាអាចជាមនុស្សអមតៈបានទេតើខ្ញុំបានធ្វើអ្វីដើម្បីសុំនឹងជួបមនុស្សអមតៈឆ្នាំនៃកង្វះយ៉ាងរបស់ខ្ញុំតើខ្ញុំអាចជាសះស្បើយនៅថ្ងៃនេះបានទេហាហាហាបើដូច្នោះខ្ញុំអាចសួរបានដូច្នេះតើអ្នកមានអ្វីដើម្បីបង្កើនភាពរស់រវើករបស់បុរសទេបង្កើនភាពរស់រវើកអូហា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 រងចាំនៅទីនេះវិយាក្រាវានឹងស្ដារភាពរឹងមាំរបស់អ្នកឡើងវិញថ្នាំគ្រាប់ពណ៌ខៀវតូចនេះមានថាមពលគ្រប់គ្រាន់ថ្នាំមួយគ្រាប់ធ្វើឲ្យអ្នកខ្លាំងពូកែដូច Titan ដែលមាន2គ្រាប់នាងនឹងមិនអាចដោះស្រាយវាបានទេឥទ្ធិពលខ្លាំងបែបនេះតម្លៃប៉ុន្មានឥទ្ធិពលខ្លាំងម្លេះតម្លៃប៉ុន្មានដែរតើខ្ញុំគួរដឹងតម្លៃបុរាណដោយរបៀបណាកន្ទុយមាស3មិនគួរច្រើនពេកទេដូចដែលរំពឹងទុកពីកំណប់ទ្រព្យពីអាណាចក្រអមតៈគ្រាន់តែថ្នាំគ្រាប់2 3គ្រាប់សម្រាប់កន្ទុយ30,000បុរសម្នាក់នេះមិនចាត់ទុកលុយដូចជាលុយតតែសោះការអនុញ្ញាតឲ្យគាត់ប្រាប់ពីតម្លៃជាមុនគឺជាជំហានត្រឹមត្រូវលោកម្ចាស់នេះជាក្រដាសប្រាក់មួយសន្លឹកសម្រាប់មាស30,000កន្ទុយជាមួយនេះអ្នកអាចទៅផ្ទះអាជីវករណាមួយនៅរដូវក្តៅដ៏